គ្នាខ្ញុំសង្កេតឃើញYouTube ស្រុកខ្មែរយើងហើយនឹងអ្នកមើល YouTube ស្រុកខ្មែរយើងអត់សូវឲ្យតម្លៃទៅលើ content ដែលគាត់ព្យាយាមនិយាយតាមមុខកាមេរ៉ាអត់សូវមាន edit អីច្រើនណាអត់សូវមានអ្នកមើលទេចិត្តមើលគេដែលមាន edit មាន effect អីស្អាតលយអីចឹងមានច្រើន transition អីច្រើនគេចិត្តមើលជាងវាគេគួរតាក់ទាញចាប់អារម្មណ៍ជាងណាអានោះជា technique មួយដែរចឹងប៉ុន្តែខ្ញុំសង្កេតមើលឃើញថានៅស្រុកគេគេអ្នកខ្លះគេអត់មានទៅចាំបាច់ edit អីច្រើនតែគាត់គ្រាន់តែអង្គុយមុខកាមេរ៉ានិយាយរហូតតែគាត់និយាយហ្នឹងសិតតែមានន័យសិតតែពាក្យន័យល្អដែលយើងអាចរៀនសូត្រពីគាត់បានអានោះប្រហែលជាគេមានប្រភេទ content គេផ្សេងមានឈ្មោះមានអីគេទៅដឹងតែគ្រាន់ខ្ញុំឆ្ងល់រឿងធ្វើ content ស្រុកខ្មែរយើងបើនិយាយគាត់អង្គុយនិយាយតែមួយកន្លែងអត់សូវមានអ្នកចូល view ដូចឧទាហរណ៍គាត់និយាយ review ពីសភៅអីចឹងអង្គុយមួយកន្លែងអត់សូវមានអ្នកមើលសោះតែបើសិនជាវីដេអូគេ edit គេដល់លេងគេអីច្រើនកន្លែងល្អមើលល្អអីគេមើលច្រើនចឹងហ្នឹងវាជា technique មួយល្អដែរបើសិនជាគាត់អ្នកដែលគាត់ review សភៅឬក៏គាត់អ្នកដែលជួយចិត្តនិយាយតាមមួយកន្លែងហើយជាគាត់អាច edit គាត់អាច add animation គាត់អាច add effect transition អីចូលខ្លះដើម្បីតាក់ទាញវីដេអូគាត់ឲ្យមានអ្នក view កាន់តែច្រើនតែសម្រាប់ខ្ញុំផ្ទាល់ខ្ញុំជួយចិត្តមើលទាំងអស់តែតាមនិយាយស្មោះត្រង់ទៅខ្ញុំជួយចិត្តមើលវីដេអូគេអង្គុយនិយាយមួយកន្លែងជាងវីដេអូដែលញ៉ៃមាន effect មានអីច្រើនសារអីបើសិនជាយើងអង្គុយមើលតែគេនិយាយមួយកន្លែងយើងរៀនបានច្រើនយើងកត់បានច្រើនពីគាត់និយាយទៅ 100% គឺគាត់និយាយមកទាំងអស់តែបើវីដេអូដែលគេធ្វើមាន edit មានថែមអីគេនិយាយ 50% ទេតែ 50% ទៀតគេថែមពួក effect ទាំងអស់ហ្នឹងចឹងប្រហែលជាខ្ញុំម្នាក់ដែរនៅក្នុងចំណោមអ្នកដែលអង្គុយនិយាយមួយកន្លែងតែខ្ញុំនឹង add វីដេអូ footage ជាច្រើនដែរដើម្បីកុំឲ្យថាឃើញមុខយើងអង្គុយនិយាយតែអង្គុយនិយាយរហូតមុខកាមេរ៉ាវាធុញចឹងតែប៉ុណ្្នឹងឯងចាំខ្ញុំព្យាយាម improve នៅ edit skill របស់ខ្ញុំបានកាន់តែល្អប្រសើរនិងតាក់ទាញឲ្យអ្នកមើលចឹងកុំភ្លេច subscribe ឲ្យអ្នកមើលផងបាយបាយ